សួស្តីបងប្អូនផែនតុកងទាំងអស់គ្នាបាទថ្ងៃនេះជាថ្ងៃអាទិត្យនៅព្រឹកម៉ោង 9 ទុកលងវត្តបង្កក់ក៏បានធ្វើការកាប់ទូកដើម្បីខាត់ដោះសម្អាតឲ្យបានស្អាតហើយនឹងរៀបចំចុះទូកនៅថ្ងៃពុធខាងមុខនេះបាទនេះជាសកម្មភាពកាប់ទូកនៅព្រឹកថ្ងៃនេះបាទក្រុមមេជាងកំពុងតែធ្វើការយ៉ាងសកម្មថ្ងៃស្អែកនេះជាថ្ងៃច័ន្ទចំណុះយើងនឹងធ្វើការវឹកហាត់ចំនួន2ថ្ងៃដើម្បីនឹងចុះទូកសាគ្របលបឿននៅពេលខាត់សម្អាតឲ្យស្អាតរលាងហើយនឹងចូលកាវបាទចូលកាវចុកចោវាលាបពណ៌ហើយនឹងរៀបចំចុះទូកហើយនេះជាដំណាក់កាលចុងក្រោយនៃការផលិតទូកលងរបស់វត្តបង្កក់ពីដើមឡើយនៅពេលដែលកាប់ទូកនេះគឺត្រូវការចំនួនចំណុះជាច្រើនណាស់បងប្អូនកីឡាករយើងដើម្បីមកជួយកាប់ទូកតែឥឡូវដោយសារជាងពីភ្នំពេញកម្ពុជាយើងមកផលិតមានឧបករណ៍គ្រប់គ្រាន់ដើម្បីនឹងកាប់ទូកមិនចាំបាច់ហៅបងប្អូនកីឡាករយើងមកជួយទេគឺពួកគាត់ធ្វើដោយខ្លួនឯងដោយឧបករណ៍របស់គាត់ហើយដូច្នេះងាយស្រួលយ៉ាងបំផុតក្នុងការផលិតទូកនេះបាទ